ខ្ញុំចាប់អារម្មណ៍កាលណាយើងនិយាយពីប្រជាធិបតេយ្យយើងនិយាយពីដំណើរការប្រជាធិបតេយ្យអញ្ចឹងបើទោះបីជាដំណើរការនេះយើងមកដល់ពេលនេះប្រហែលជាចាស់ដែរហើយតាំងពីឆ្នាំ1991ដែលកម្ពុជាយើងទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយយើងចាប់ផ្ដើមអនុវត្តគោលការណ៍ប្រជាធិបតេយ្យធំមួយចំនួនរួមទាំងដំណើរការទូអង្គប្រជាធិបតេយ្យប៉ុន្តែយើងឮវាគ្មិនថាយើងចង់ភ្លក់ប្រជាធិបតេយ្យមួយដែលមានរសជាតិបងប៉ាលីនបាទប្រហែលជាយើងប្រហែលជាចុងភៅមិនទាន់ស្លស្លុកឲ្យបានល្អប្រសើរឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋក៏ថាបានឬក៏នៅមានតួអង្គប្រជាធិបតេយ្យមួយចំនួនមិនទាន់បានបំពេញតួនាទីរបស់ខ្លួនដើម្បីឲ្យពលរដ្ឋហ្នឹងគាត់បានភ្លក់គាត់បានដឹងជាតិប្រជាធិបតេយ្យដែលវាជាដំណើរការវែងឆ្ងាយខ្ញុំចាប់អារម្មណ៍នៅពេលដែលយើងនិយាយពីប្រជាធិបតេយ្យខ្ញុំឃើញបងលើកពីគោលការណ៍ធំជាច្រើនដូចជាការគោរពសិទ្ធិមនុស្សការបោះឆ្នោតបាទហើយការនីតិរដ្ឋបាទការដឹកនាំប្រទេសដោយប្រើច្បាប់ត្រឹមត្រូវមិនមាននិទានភាពមិនមានការរំលោភច្បាប់ជាដើមបាទហើយខ្ញុំគិតថាគោលការណ៍ចុងក្រោយមួយទៀតនៅពេលដែលយើងឃើញសង្គមប្រជាធិបតេយ្យដែលគាត់ដែលបានអនុវត្តជារឿយមកគឺសំដៅទៅលើទីផ្សារសេរីបាទព្រោះយើងឃើញថាការអនុវត្តរបបទីផ្សារសេរីនេះក៏មានជាដំណើរការស្នូលមួយដែរនៅក្នុងសង្គមប្រជាធិបតេយ្យมันអាចខ្វះបានទេបាទប៉ុន្តែបើយើងនិយាយពីកម្ពុជាយើងវិញយើងរំលេចឃើញថាយើងមាន4គោលការណ៍ទាំងអស់នោះយើងមានអស់ហើយសំណួរសួរថាតើអនុវត្តបានដល់កម្រិតណាជាក់ស្ដែងដូចជាតួអង្គដំណើរការគោលការណ៍នៃការបោះឆ្នោតបាទយើងមានការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ទេបាទយើងមានការគោរពសិទ្ធិមនុស្សដែលពលរដ្ឋមានសិទ្ធិជាមូលដ្ឋានក្នុងការចូលរួមដំណើរការទេព្រោះយើងបានលើកជាច្រើនអំពីការចូលរួមរបស់ប្រជាពលរដ្ឋថាតើសិទ្ធិទាំងអស់នោះបានលើកកម្ពស់ឲ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់ការប្រជាធិបតេយ្យអត់ដោយតួយ៉ាងដែលមានមតិលើកឡើងថាដំណើរការប្រជាធិបតេយ្យពលរដ្ឋបានបោះឆ្នោតរួចហើយអញ្ចឹងអត់មានសិទ្ធិចូលរួមទៀតទេខ្ញុំគិតថាគំនិតទស្សនៈបែបនេះគឺជាគំនិតទស្សនៈមួយបន្តិចបន្តក់នៅដំណើរការអភិវឌ្ឍមួយដែលមានបែបបច្ចាប័នតែប៉ុណ្ណោះបើសិនបើសំទោសមិនបច្ចាប័នទេបរិយាប័នបាទបរិយាប័នតែប៉ុណ្ណោះព្រោះបើអត់មានការចូលរួមជាទូទៅទេវាអត់មានបរិយាប័នទេនៃការអភិវឌ្ឍហ្នឹងណាបាទអញ្ចឹងយើងមើលមកវិញមើលយើងមើលថាតើបើយើងនិយាយថាការចូលរួមរបស់ប្រជាពលរដ្ឋលុះត្រាតែពលរដ្ឋអនុវត្តសិទ្ធិបានហើយយើងដឹងហើយថាការបោះឆ្នោតដែលល្អប្រសើរតំណាងរាស្ត្រគាត់ទៅទទួលបានគាត់តំណាងឲ្យពលរដ្ឋអញ្ចឹងយើងត្រូវមើលវិញថាតើតួអង្គប្រជាធិបតេយ្យមួយដែលជាស្ថាប័ននីតិបញ្ញត្តិតើគាត់មានយន្តការក្នុងការទទួលបានព័ត៌មានពីប្រជាពលរដ្ឋទេជាក់ស្ដែងដោយបងវាគ្មិនបងសវាងពីខាង Conference បានលើកអំពីគំនិតទស្សនៈមួយចំនួនរបស់ប្រជាពលរដ្ឋនោះហាក់ដូចជាមិនត្រូវបានតំណាងរាស្ត្រយកមកវិញទេអញ្ចឹងយើងពិនិត្យមកវិញថាតើប្រព័ន្ធបោះឆ្នោតបងប្អូនប្រជាពលរដ្ឋយើងពិនិត្យមើលថាប្រព័ន្ធបោះឆ្នោតយើងនេះមានបានបើកសិទ្ធិសេរីភាពឲ្យតំណាងរាស្ត្រនោះគាត់មានធម៌ពលពេញលេញក្នុងការអនុវត្តសិទ្ធិទេព្រោះតួយ៉ាងប្រព័ន្ធបោះឆ្នោតយើងរាល់ថ្ងៃនេះគឺយើងគេហៅថា party list មានន័យថាប្រព័ន្ធបញ្ជីគណៈបកនយោបាយជាប់ឆ្នោតជាតំណាងរាស្ត្រតតែខ្លួនឯងឈរឈ្មោះជាតំណាងរាស្ត្រក្នុងគណៈបកមួយហើយប៉ះសិនបើគណៈបកនោះត្រូវបានដកបេក្ខភាពខ្លួនឯងចេញពីបញ្ជីគណៈបកនយោបាយនោះនឹងបាត់បង់អភ័យឯកសិទ្ធិឬក៏បាត់បង់សិទ្ធិជាតំណាងរាស្ត្រដែរអញ្ចឹងហេតុអីយើងមិនឆ្លុះបញ្ចាំងមកវិញដើម្បីឲ្យតំណាងរាស្ត្ររបស់យើងលោកមានសិទ្ធិមានអំណាចក្នុងការទទួលបានព័ត៌មានដើម្បីយកមកអនុវត្តតួអង្គប្រជាធិបតេយ្យគាត់ឲ្យរឹងមាំណាអញ្ចឹងយើងមើលមកវិញមើលព្រោះបណ្ដាប្រទេសមួយចំនួនគេបានធ្វើដែរគេហៅថាប្រព័ន្ធចម្រុះមានន័យថាគេអាចបោះឆ្នោតឲ្យគណៈបកផងហើយក៏គេអាចបោះឆ្នោតឲ្យបេក្ខជនចូលឈ្មោះបោះឆ្នោតនោះដោយផ្ទាល់តែម្ដងអញ្ចឹងគណៈបកនយោបាយលោកអត់អាចមានសិទ្ធិដកបេក្ខជនបានទេព្រោះលោកកើតចេញពីការបោះឆ្នោតដោយពលរដ្ឋផ្ទាល់បាទអញ្ចឹងខ្ញុំគិតថានេះជាចំណុចមួយដែលយើងត្រូវតែព្យាយាមគិតមើលដើម្បីឲ្យអ្នកតំណាងរាស្ត្រយើងស្លសម្លប្រជាធិបតេយ្យមួយដែលបងប៉ាលីនគាត់ថាត្រូវរសជាតិរបស់ខ្មែរដែរព្រោះយើងអត់អាចកូពីចេញពីប្រទេសណាទេតែសំណួរសួរថាតើរសជាតិរបស់ខ្មែរនឹងតំណាងរាស្ត្រយកទៅស្លនៅសម្លប្រជាធិបតេយ្យហ្នឹងបាទឬក៏ស្លទៅតាមឆន្ទៈក្រមរបស់និន្នាការនយោបាយរបស់ខ្លួនមួយក្រុមអានេះគឺជាបញ្ហាបាទហើយខ្ញុំសូមចាប់អារម្មណ៍មួយចំណុចទៀតនៅពេលដែលយើងនិយាយពីដំណើរការប្រជាធិបតេយ្យក៏ដូចជាដំណើរការអភិវឌ្ឍសង្គមវាមានតួអង្គវាមានគោលការណ៍ប៉ុន្តែអ្វីដែលសំខាន់យន្តការនៃការអភិវឌ្ឍរបស់វានឹងគឺអត់អាចភ្លេចបានទេអំពីគេហៅថាដំណើរការអភិបាលកិច្ច
វាជាគោលការណ៍វាជាតួអង្គប៉ុន្តែបើសិនបើដំណើរការនៃការតួអង្គទាំងអស់នោះមិនមានដំណើរការអភិបាលកិច្ចល្អមួយត្រឹមត្រូវទេនោះប្រហែលជាការវិនិយោគធនធានក្តីបាទកិច្ចខិតខំឯងក្តីរបស់ប្រជាពលរដ្ឋការចូលរួមរបស់ប្រជាពលរដ្ឋក្តីហាក់ដូចជាមិនត្រូវបានលើកទឹកចិត្តឲ្យកាន់តែចូលរួមឲ្យសកម្មទេព្រោះដោយសារតែបាត់បង់ពីដំណើរការនៃអភិបាលកិច្ចនៅក្នុងដំណើរការហ្នឹងហើយបើយើងមើលអំពីដំណើរការអភិបាលកិច្ចវិញយើងដឹងហើយថ្មីនេះសច្ចនករដូចជាបងសិទ្ធិបានលើកមិញពីសច្ចនករតាក់ទងនឹងសេរីភាពបញ្ចេញមតិបាទហើយសច្ចនករអំពីរឿងវាស់លើកបញ្ហាអំពើពុករលួយនៅក្នុងប្រទេសបាទដោយជាក់ស្ដែងយើងមានការសោកស្ដាយដែរកម្ពុជារបស់យើងនៅក្នុងឆ្នាំអំឡុងឆ្នាំ2020បាទ2020ចុះក្រោមយើងហាក់ដូចជាមានកំណើនសន្ទុះនៃអំពើពុករលួយនឹងឃើញល្អប្រសើរជាលំដាប់បើទោះបីជាលទ្ធផលនោះមិនទាន់ត្រូវបានយើងសាទរយ៉ាងខ្លាំងក៏ដោយប៉ុន្តែក្រោយពី2ឆ្នាំចុងក្រោយនេះយើងឃើញថាសន្ទុះនោះមានការធ្លាក់ចុះចឹងបើយើងផ្ទឹមជាមួយនឹង2023សន្ទុះអំពើពុករលួយឆ្នាំ2024នេះគឺមានការធ្លាក់ចុះបាទហើយរហូតដល់កម្ពុជាយើងមានចំណាត់ថ្នាក់ហៅថាទាបជាងគេនៅក្នុងតំបន់បាទក៏ដូចជាចំណាត់ថ្នាក់ទី4សំទោសមិនមែនទាបជាងគេអាចចំណាត់ថ្នាក់ទី2នៅក្នុងអាស៊ីអាគ្នេយ៍បាទហើយចំណាត់ថ្នាក់ទី4នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហើយទាំងអស់នេះហើយដែលមកឆ្លុះបញ្ចាំងមកវិញដំណើរការប្រជាធិបតេយ្យរបស់យើងនេះតើវាមានរូបភាពបែបម៉េចបាទដែលពលរដ្ឋយើងគ្រប់គ្នាគួរតែគិតមើលព្រោះយើងអត់អាចមើលតែ principle ទេអត់មើលទៅគោលការណ៍ទេយើងត្រូវមើលអំពីដំណើរការបាទការប្រព្រឹត្តទៅនៃតួអង្គមួយដែរបាទអរគុណ